cái này xong từ mà sẽ được chấm ran po chấm phụ con chấm bóng ôn từng ở cái này chỉ bị sét cứ con chấm bóng ôn để nơi trong krom telegram bậc nhung cái mà để nhung cái mà ban chạy rầm lệ để tôi không tin cả rinភាសាអង់គ្លេសក៏ដូចជាការរៀនពាក្យនៅក្នុងភាសាអង់គ្លេសតាមរយៈវីដេអូខ្លីៗនឹងអញ្ចឹងគឺនៅក្នុងវីដេអូនេះខ្ញុំគណថាគឺធ្វើជាវីដេអូទី11ហើយទាក់ទងទៅនឹងការបង្កើននៅវគ្គស័ព្ទក៏ដូចជាយើងហៅខ្មែរយើងសាមញ្ញថាពាក្យនៅក្នុងភាសាអង់គ្លេសជាវីដេអូទី11ហើយអញ្ចឹងបើគុណម្ចាស់បងប្អូនដែលមើលចំវីដេអូនេះអាចទៅរកមើលនៅក្នុងវីដេអូពីទី1ទី2មកវិញបាននៅក្នុង YouTube របស់ខ្ញុំគណថាហើយអ្នកដែលចូលក្នុងក្រុម Telegram ហើយគឺអត់អីទេគាត់អាចដឹងពីលំដាប់នៃវីដេអូរួចរាល់អូខេតោះអញ្ចឹងគឺពាក្យទី1ពាក្យទី1ដែលយើងត្រូវរៀននៅក្នុងវីដេអូនេះគឺយើងអានថា tension tension អញ្ចឹងពាក្យថា tension យើងប្រែមកថាភាពតានតឹងណាភាពតានតឹងនឹងគឺពាក្យនៅក្នុងកាសែតដែលខ្ញុំគណថាដកស្រង់ចេញមកកាលពីកម្ពុជាយើងជួបនៅភាពតានតឹងពីការមានចំនួនព្រំដែនជាមួយថៃហើយបន្ទាប់មកពាក្យទី2ពាក្យទី2យើងអានថា de-escalation អូខេ de-escalation យើងអានថា de-escalation ពាក្យហ្នឹងអាចទៅ check នៅក្នុង Google បន្ថែមហើយពេលដែលយើង check ពាក្យហ្នឹងទៅគឺយើងនឹងអាចដឹងពីសម្លេងនៃការអានរបស់គេបន្ថែមយើងអានថា de-escalation អញ្ចឹងយើងប្រែមកថាការកាត់បន្ថយឬការបន្ថយនៅភាពតានតឹងហើយពាក្យទី3ពាក្យហ្នឹងយើងអានថា joint អូខេ joint ពាក្យ joint យើងប្រែថារួមឬក៏ចូលរួមណាហើយបន្ទាប់មកពាក្យទី4 declaration អញ្ចឹង declaration យើងប្រែថាសេចក្តីប្រកាសការប្រកាសឬក៏សេចក្តីប្រកាសដល់ពេលពាក្យទី5យើងអានថា joint declaration អូខេ joint declaration អូខេ joint declaration យើងប្រែមកថាសេចក្តីប្រកាសរួមសេចក្តីប្រកាសរួមនៅក្នុងកិច្ចព្រមព្រៀងអីមួយអញ្ចឹងណាកិច្ចថ្លែងការអីមួយណាគេហៅថាសេចក្តីប្រកាសរួមអីចឹងទៅអញ្ចឹងយើងអានថា joint declaration ណា joint declaration អូខេអញ្ចឹងគឺពាក្យហ្នឹងគឺមានតែប៉ុណ្្នឹងឯងនៅក្នុងវីដេអូនេះគឺយើងរៀនមួយថ្ងៃ5ពាក្យបានហើយប៉ុន្តែនៅក្នុងវីដេអូខ្លះយើងអាចរៀនលើសអាចថាមាន6ទៅ7ពាក្យអញ្ចឹងបើសិនជាវីដេអូនឹងមានប្រយោជន៍គុណម្ចាស់បងប្អូនជួយចុច like ចុច share ម្នាក់មួយផងអញ្ចឹងគឺខ្ញុំគណនាអាត្មាសូមអរគុណនិងអរគុណច្រើន